You are always appointed by yourself to be democracy and human rights. But the real that you are done in the politics in Cambodia, you are very dictator. You never ever hold Cambodian and to build up Cambodia at all. But now you set up the government exile at overseas. The government named 23rd October independent government exile that it did by you. You should be shy. Yeah? You should think about that. About the inventor of family owned and Sebastian Sign. You are joined with Thai government to destroy Cambodia and look down the Royal Cambodian Army, armed forces also. You are very dictator. You are a very big corruption. You are cheat and scam for your politician that you set up on board. That I call you both scammer politician online. Mr. Samuel, you should be stopped. During the situation around the world, at the Middle East, between Israel and Iran, at the zone of the Middle East also, the support by United States. What you doing for? During the aggressive by Thailand to Cambodia, the first time and second time that I involved, I go back to investigate the situation. How about you? You nothing to declare. You just gathering the people. Back as a like dog for love that your policy that you done in Cambodia and overseas also. You should be stopped. Lúc anh đang xí có bây chết mắt luôn anh để tăng luôn anh chuyện nè để dụ bài cái nạp bạc phải chăngได้ประชาគ្រប់រឿងបំផ្លាញជាតិគ្រប់រឿងដោយការសងសឹកទៅលើត្រកូលហ៊ុននិងសម្ដេចហ៊ុនសែនរាំងស៊ីឯងបង្កើតនៅកម្មវត្ថុគ្រប់រឿងចំពោះប្រទេសកម្ពុជានិងប្រជាជនកម្ពុជាលោករាំងស៊ីឯងតាំងប្រជាជនកម្ពុជាដែលគ្រប់គ្រងទៅគណៈបកប្រជាជនសុទ្ធតែគេអាយ៉ងយួននិងបំផ្លាញជាតិក្រោមការដឹកនាំរបស់គណៈបកប្រជាជននិងត្រកូលហ៊ុនតើត្រកូលសពរាំងស៊ីល្អលើសពីត្រកូលហ៊ុនត្រង់ណាខ្លះដែលរាំងស៊ីឯងដឹងច្បាស់ដោយខ្លួនឯងដែលបានសងសឹកទៅលើសម្ដេចក្រមព្រះនៃរាជវង្សានុវង្សដែលបានបង្កើតនៅរណសិរ្ស Phan Thipet ក្នុងទសវត្សរ៍ឆ្នាំ1979លោករាំងស៊ីឯងប្រពន្ធរាំងស៊ីឯងគឺជាមនុស្សប្រមាថមើលងាយប្រជាជនកម្ពុជាមិនស្មើនឹងបាតជើងរបស់រាំងស៊ីឯងឥឡូវរាំងស៊ីឯងបានប្រើមួសុខួរទៅធ្វើអរិញប្រជាវិធនៅកូរ៉េខាងត្បូងហើយនឹងនាំយកសមាជិកចូលទៅក្នុងកម្ពុជាតើសំរាំងស៊ីឯងចូលទៅចានចរណា
ឬមួយស្រមៃកងទ័ពថៃវាយកម្ពុជានាំក្បាលរាំងស៊ីអីចូលទៅក្នុងប្រទេសកម្ពុជាឬមួយក៏តាមរយៈគណៈបកប្រឆាំងភ្លើងទៀនហើយនឹងភ្លើងចន្លោះកម្លាំងជាតិរាំងស៊ីកុំចោលមិនជាតិអត់ប្រយោជន៍នៅនយោបាយបាបផ្សាអិនតពីលបំផ្លាញជាតិដោយសារការសងសឹកទៅលើត្រកូលហ៊ុនហើយនឹងសម្ដេចហ៊ុនសែនរាំងស៊ីឯងមិនអាចធ្វើឲ្យគណៈបកប្រជាជនចុះខ្សោយបានទេពីព្រោះធនធានរបស់គណៈបកប្រជាជនគ្រប់បែបយ៉ាងបានអនុវត្តនៅក្នុងកម្ពុជាមិនមែនប្រឆាំងគឺមានទិសដៅរបស់អាម៉ាស៊ីល្ងងខ្លៅរាំងស៊ីឯងតាំងខ្លួនជាអ្នកស្នេហាជាតិតែប្រឆាំងគ្រប់រឿងក្នុងការបំផ្លាញជាតិដើម្បីធ្វើការសងសឹកទាំងសម្ដេចក្រមព្រះទាំងសម្ដេចហ៊ុនសែនទាំងត្រកូលហ៊ុនតើរាំងស៊ីឯងនាំសមាជជាតិចូលតាមផ្លូវណាឬមួយរាំងស៊ីឯងសង្ឃឹមតាទេហ៊ានសៀមមកឈ្លានពានកម្ពុជាលើកកម្ពុជាបដូរយកក្បាលរាំងស៊ីឯងទៅដូរនឹងសម្ដេចនាយករដ្ឋមន្ត្រីបវរទៅប្រទេសហ៊ុនម៉ាណែតទៅថ្ងៃអនាគតឬមួយសង្ឃឹមទៅលើយុទ្ធសាស្ត្រការរីកបំបីគណៈបព្វជិជនហើយនឹងគណៈបព្វជិជនរវាងសម្ដេចកន្លះហុំសខេងហើយនឹងសម្ដេចហ៊ុនសែនភាពច្រណែននិន្ទាឈ្នានេះនឹងចងអាឃាតរបស់អាម៉ាស៊ីរាំងស៊ីឯងគឺបានត្រឹមតែបញ្ចប់ហើយនឹងឯកោបើរាំងស៊ីឯងនាំស្រមាជាតិបានចូលទៅក្នុងកម្ពុជានៅគំនិតចោលមួយជាតិសងសឹកត្រកូលហ៊ុនហើយនឹងសម្ដេចហ៊ុនសែនទាំងឡុងរីទាំងរាំងស៊ីមកប្រមាថទៅដល់ត្រកូលហ៊ុនសែនត្រកូលហ៊ុនហើយនឹងសម្ដេចហ៊ុនសែនសុទ្ធជាត្រកូលចោលលួចទូកនៅក្នុងប្រទេសកាណាដាដែលមកជាមួយឡុងរីតើនៅបុគ្គលសេះសល់មួយតំបស្វាដែលប្រជាជនកម្ពុជាកន្លះប្រទេសដែលគ្រប់គ្រងរវាងរាំងស៊ីឯងហើយនឹងកឹមសុខាអំពើបាបផ្សាអិនតិពីនយោបាយបានត្រឹមតែបញ្ចប់ហើយនឹងឯកោកុំបំផ្លាញប្រទេសប្រើនៅប្រជាពិធនៅនយោបាយបាបផ្សាអិនតិពីនរបស់រាំងស៊ីឯងយករដ្ឋាភិបាល$23ឯករាជ្យដែលលោកសេរីបានចូលរួមជាមួយនឹងបងលោកសេរីសក់សុទ្ធសខនជាមួយសម្ដេចបវរសេដ្ឋាសឿនសានដែលលោកសេរីបានរួមរស់ជាមួយសម្ដេចតាំងពីអាយុ5ឆ្នាំចូលវាំងរាប់ភ្លេចមិនមែនកំតិចខោកទៀតរបស់រាំងស៊ីដែលក្បត់ជាតិតាំងពីឪមកដល់កូនសុកចិត្តបំផ្លាញជាតិដោយសារការសងសឹកចំពោះត្រកូលហ៊ុនហើយនឹងសម្ដេចហ៊ុនសែនភាពច្រណែននិន្ទាឈ្នានេះនឹងចងអាឃាតតែលើដៃគូរបស់ខ្លួនដែលឪពុកក្មេករបស់រាំងស៊ីឯងសម្ដេចចក្រេយិបយឡុងដែលជាឪក្មេកនិងឪបកើតរបស់ប្រពន្ធរាំងស៊ីឯងសុទ្ធសឹងតែជាមនុស្សប្រមាថមើលងាយគេនឹងតើខ្លួនឯងប្រពន្ធអ្នកឯងនឹងវាអស្ចារ្យជាងប្រជាជនកម្ពុជាដែលរស់យ៉ាងវេទនានៅក្នុងកម្ពុជាកសាងបានប្រទេសប្រព័ន្ធនេះអ្នកឯងចង់ឲ្យចលាចលនេះប្រាប់ឲ្យច្បាស់ណារាំងស៊ីកុំនាំប្រជាជនឈួតតែម្នាក់ឯងបានហើយរាំងស៊ីកម្ពុជាជាប្រទេសកម្ពុជាតើប្រទេសសៀមជាប្រទេសស្អីប្រទេសសៀមគឺជាប្រទេសដែលជាស្ថាបនិកអាស៊ានតើធម្មនុញ្ញអាស៊ាន
អ្វីខ្លះដែលសៀមកំពុងតែអនុវត្តមកលើកម្ពុជាដែលមានក្បាលរៀងស៊ីឯងបន្តពីឪពុកបំរើសៀមមកបំភ្លៃប្រជាពិធបំផ្លាញប្រទេសគ្រប់រឿងដោយការសងសឹកទាំងសម្ដេចក្រមព្រះបន្តមកសម្ដេចហ៊ុនសែនរហូតមកដល់ត្រកូលហ៊ុនតើធ្វើបពប្រឆាំងថោកទាបក៏ហក់ពូតផចំពោះអ្នកដែលគ្រប់គ្រងខ្លួនបោកលុយគេយកទៅចាយវាយព្រមទាំងលក់ក្បាលទាំងរាំងស៊ីឯងទាំងកឹមសខាឲ្យសម្ដេចហ៊ុនសែនយកលុយមកចែកគ្នាចាយខបត់ជាមួយនឹងសម្ដេចបត់មួយសមាជិកខ្លួននៅក្នុងកម្ពុជាព្រមទាំងក្រៅប្រទេសឥឡូវកំពុងតែបន្តយើងចង់សួររាំងស៊ីឯងតើនាំសមាជដែលបានធ្វើថ្ងៃ13 14 15នៅវត្តភ្នំសេរីជាមួយព្រះសង្ឃបុត្របន្ទិញដែលមានសង្ឃដីកាប្រមាថមើលងាយប្រសញ្ជាតិខ្លួនឯងពីដំបូងសំរងទីចាបោកសម្ដេចហ៊ុនសែនដើម្បីទៅចូលរួមជាមួយដើម្បីកម្ចាត់ហ្វុនស៊ីមប៉ាច់ហ្នឹងហើយដល់ពេលកម្ចាត់ហ្វុនស៊ីមប៉ាច់បានហើយចាបែរជាទៅខុបខិតជាមួយកឹមសុខាតែខ្លួនជាអ្នកស្នេហាជាតិចាដល់ពេលរួចទៅបែរជាទៅលក់ក្បាលឲ្យម៉ុងតញ្ញាហ្នឹងហើយនៅម៉ុងតញ្ញាពេលក្រោយមកទៀតបំបែកញុះញង់បំផ្លាញតកូលហ៊ុនឬក៏រដ្ឋាភិបាលមិនបានបង្កើតយុទ្ធសាស្ត្រការរីកបង្កើតយុទ្ធសាស្ត្រការរីកមិនតាន់បង្កើតយុទ្ធសាស្ត្រការរីកធ្វើអីមិនបានទៅលក់ក្បាលឲ្យសៀមហ្នឹងហើយដល់បច្ចុប្បន្ននេះហើយដល់ពេលអ្នកណាក៏ដោយឲ្យតែនិយាយអំពីសៀមត្រួតត្រាទឹកដីខ្មែរជាង100ឆ្នាំសិតតែជាជនក្បត់ជាតិបំភ្លេចប្រវត្តិសាស្ត្រណាថ្ងៃនេះខ្ញុំអត់មានអត់បានតបទេខ្ញុំនឹងបបោលឯកសារទាំងអស់ជាមួយនឹងអ្នកចៅខេត្តអូនប្រាំចេះសូមបងប្អូនខ្មែរទាំងអស់ទឹកដីរបស់យើងនៅសល់តែប៉ុណ្្នឹងទេយើងត្រូវតែចូលរួមជាមួយរដ្ឋាភិបាលដើម្បីថែរក្សាទឹកដីអាណាចក្រខ្មែរនេះឲ្យគង់វង្សបើសិនជាយើងទួនជ្រាយទៅណាយើងសុំសេចក្តីសុខពីសត្រូវណាគឺយើងវេទនារាំងស៊ីឯងជាមនុស្សក្បត់ជាតិតឪពុកដែលបំផ្លាញជាតិចង់បំផ្លាញប្រទេសជាតិដែលនៅគង់វង្សរក្សាដោយគណៈបកប្រជាជនហើយនឹងបញ្ញពេកហើយអរវាសនាប្រាប់រឿងមួយខ្ញុំផ្ដាំទៅប្រជាពលរដ្ឋណាគឺពេលនេះទៅគឺយើងត្រូវតែប្រុងគ្រប់ពេលវេលាចាំមើលណាសៀមឥឡូវវាជាប់អនុទាននឹងទៀតណាគឺដោយសារតែហេតុអីប្រជាជនវាមិនទោះជាប្រជាជនវាគ្រប់ត្រឬមិនគ្រប់ត្រតែសភាវាត្រូវតែគ្រប់ត្រពួកវានៅក្រោមអំណាចរបស់ស្ដេចវាហើយអ្នកដែលបំផ្លាញប្រាសាទព្រះវិហារគឺស្ដេចចន្លោះលង្កនមិនមែនអ្នកណាទេអ្នកបើកយន្តហោះផ្ទាល់ខ្លួនតែហ្មងណាហើយម្យ៉ាងទៀតយើងចង់ប្រាប់ចេះខ្ញុំចង់ប្រាប់បងប្អូនប្រជាពលរដ្ឋខ្មែររដ្ឋាភិបាលសៀមវារៀបចំហើយមិនហើយគឺវាត្រូវវាយខ្មែរសាជាថ្មីនៅក្រោយចូលឆ្នាំខ្មែរចាំសម្ដីខ្ញុំទៅហើយវាធ្វើទៅពេលនឹងរហូតទៅដល់ថាវាទី1វាអស់សមត្ថភាពទី2អ្នកណាដឹងចាញ់ឈ្នះតែយើងត្រូវតែរកឲ្យជាប់ទៅលើសន្តិសន្តិភាពព្រមទទួលខ្មែរសៀមទៅលើច្បាប់អន្តរជាតិហើយតែ